សួស្តីបងប្អូនទាំងអស់គ្នាដែលនិយមចូលចិត្តលេងបាក់សីកីឡានិងការចិញ្ចឹមសត្វទាំងអស់គ្នាបាទហើយប្រហែលថ្ងៃនេះគឺរវល់អត់បានថតមកចែកជូនបងប្អូនមើលលេងកំសាន្តទេអញ្ចឹងថ្ងៃនេះគឺទំនេរហើយក៏ឆ្លៀតថតមកដែលកំពុងសីត្រៀមទុកលេងនៅខែក្រោយហ្នឹងហើយក៏ថតឲ្យបងប្អូនមើលលេងកំសាន្តទៅកុំឲ្យបាត់យូរពេកអញ្ចឹងឆ្នាំថ្មីនេះគឺបងប្អូនបានប្រហែលវត្តហើយសម្រាប់ខ្ញុំគឺអត់ទាន់បានតាណាទេគឺនៅផ្ទះរៀបចំផ្ទះហើយឆ្លៀតពេលថតមនឲ្យបងប្អូនមើលលេងកំសាន្តអញ្ចឹងមនដែលកំពុងសីនេះបងប្អូនគឺធំនៅក្រៅហ្នឹងគឺយើងអត់ជុលទេដោយសារអីវាបដូររោមហើយខ្ទុយវាបាក់អស់ហើយប៉ុន្តែអាតូចនៅខាងក្នុងអាប៉ាំងណាគឺយើងត្រៀមជុលនៅខែក្រោយហើយខ្ញុំដាក់អាធំដេញនៅក្រៅនេះគឺមិនមែនថាជុលអាតូចទុកអាធំនៅក្រៅដេញតែខ្ញុំថតហើយខ្ញុំដាក់អាតូចនៅក្រៅវិញបងប្អូននេះគ្រាន់តែយើងដាក់ដេញលេងសិនទៅនៅពេលចូលឆ្នាំហើយខ្ញុំនឹងមានមនបន្ថែមចូលទៀតដើម្បីលក់ចែកជូនបងប្អូននឹងថតឲ្យបងប្អូនមើលលេខអញ្ចឹងក្នុងពេលចូលឆ្នាំនេះគឺមនអត់បាននាំចូលទេហើយក៏អត់បានចិញ្ជុលនៅណាដែរគ្រាន់តែយើងសីត្រៀមវាអញ្ចឹងឡំវាលេងទុកមើលអញ្ចឹងទៅតែបើឲ្យចូលក្នុងឱកាសចូលឆ្នាំគឺអត់មានទេបងប្អូនហើយវីដេអូនេះគឺខ្ញុំថតពេលព្រឹកព្រលឹមទេបងប្អូនព្រឹកពេកអញ្ចឹងទៅ color វាមិនសូវច្បាស់វីដេអូមិនសូវច្បាស់សូមបងប្អូនកុំកាន់អីតូចក្នុងត្រង់បងប្អូនភ្លេចប្រាប់ទៅឥឡូវវាឡើងគីឡូហើយឡើង24ហើយធំនៅខាងក្រៅនេះគីឡូវា32អញ្ចឹងតូចនេះខ្ញុំនឹងបើចំណីបន្ថែមទៀតដើម្បីឲ្យវាឡើងគីឡូបាន25គឺយើងអាចយកលេងតាមភូមិបានហើយព្រោះដោយសារនៅតាមភូមិពួកបងប្អូនយើងដែលគាត់លេងមនគីឡូ24 25គឺសម្បូរហើយយ៉ាងទៀតគាត់លេងលុយតិចផងអញ្ចឹងយើងអាចលេងបានតាមសមត្ថភាពរបស់យើងអាចមកលេងបានតែបើធំគឺពួកគាត់មានច្រើនដែរប៉ុន្តែគាត់ថាលេងលុយច្រើនតាមនឹងអញ្ចឹងយើងអាចហ៊ានបន្ថយទេដោយសារយើងខ្វះដើមទុនផងហើយមួយទៀតមុនយើងគឺការថែបានរយៈពេលតិចតួចអញ្ចឹងយើងយកមកទូចទៅលេងទៅដោយសារចូលលុយតិចហើយយើងថែបានតិចតួចទៅបីវាចាញ់ឬក៏ឈ្នះក៏យើងអត់សូវជាស្ដាយប្រហែលដែរដោយសារយើងចិញ្ចឹមវាទុកលក់ហើយនឹងជុលខ្លួនឯងខ្លះអញ្ចឹងព្រោះមន់ធំយើងទិញចូលមកថ្លៃដែរអញ្ចឹងចាំទៅពេលដែលយើងថែដល់បានយើងយកវាចេញចូលដែរហើយវីដេអូគឺមិនតែប៉ុណ្្នឹងទេបងប្អូន